ពេលនេះសូមផ្ញើជូនដល់អ្នកជាចាប់ទាំងអស់គ្នាជាពិសេសគឺបងប្អូនរួមជាតិកម្ពុជាCheckអ្នកណាមិនដឹងអ្នកណាមិនយល់សូមមេត្តាកុំខឹងកុំឆ្លោះកុំពីកុំជេរប្រមាថមើលងាយខ្ញុំអីខ្ញុំរ៉ាបប៉ុននេះគ្រាន់តែចង់លោកលៃទិដ្ឋភាពស្រុកខ្មែរដល់បងប្អូនប្រុសស្រីអ៊ំពូមីងតាជីស្ដាំទៅបានយល់ថាខ្ញុំរ៉ាបពីអ្វីរ៉ាបពីជីវិតពិតមិនមែនបំភ្លៃខ្ញុំឃើញតបភ្នែកទើបខ្ញុំនិយាយខ្ញុំក៏បានឆ្លងកាត់កាលនៅក្មេងវ័យមកដល់ពេលនេះគឺខ្ញុំអាយុ20ខ្ញុំឃើញការជឿចាប់បងប្អូនរាល់ថ្ងៃនាងខ្លាំងកំពីមានឪពុកម្ដាយថ្លៃនាងក្រតងចាស់មានមហូបចំណីខ្លះមិនបានរៀនព្រោះខ្លួនជាស្រីខ្លាំងដើរសំទៀននៅលើវិថីក្មេងហើយកៅមិនដឹងធ្វើអ្វីខ្លះមានទីជំរកស្នាក់នៅអាស្រ័យខ្លះបញ្ចប់ការសិក្សាដើម្បីគ្រួសារដើម្បីបតុងភ័យតើអ្នកយល់ទេអាហាមិនដឹងត្រូវធ្វើយ៉ាងណាមិនដឹងត្រូវរួមយ៉ាងណាបើជីវិតកើតមកឈឺផ្សាឲ្យខ្ញុំត្រូវធ្វើយ៉ាងណាមិនដឹងត្រូវពឹងអ្នកណាមិនដឹងត្រូវបន្ទោសអ្នកណាទូយើងក្រំគ្រាចិនដាមានអ្នកណាជួយយើងឡើយណាទិដ្ឋភាពស្រុកខ្មែរដោយបងប្អូនបានយល់មនុស្សគ្មានទីពឹងគ្មានអ្នកណាអើពើឈឺចាប់រសាច់រសគេមិនដាំងភ្នែកមើលទួងយើងរសាយក្រហាយក្រហល់សើតែដាញ់ដងហើមទឹងភ្នែកធ្វើចុងក៏គេនៅតែមិនខ្វល់បាននិយាយពីរឿងផ្សេងភាពជឿចាប់ខុសគ្នាអ្នកក្រអ្នកអត់តសុខិតខំពុះពីបែកញើងពូញើខ្លួនប្រានក្រំគ្រាមានអ្នកខ្លាំងធ្វើការទាំងយំទាំងស្ងាយដើម្បីប្រពន្ធកូនគ្នាហេតុអ្វីកើតមកបើជីវិតលំអៀងខ្ញុំសូមនិយាយដល់បងប្អូនអ្នកមានសូមជួយកូនខ្មែរបានអ្នកបន្តិចបន្តួចជាបុណ្យជាទានជាសាំងវិការឬមួយជាស្បៀងជាបាយអង្គដល់អ្នកអត់ឃ្លានជួយក្មេងកំព្រាសិទ្ធត្រីមេម៉ាយឲ្យរួចជុំគ្នាបើសិនអ្នកជាខ្ញុំជាជនកម្ពុជាសូមអានិតស្រឡាញ់តើបានដែរទេស្រុកខ្មែរមិនដឹងត្រូវធ្វើយ៉ាងណាមិនដឹងត្រូវរស់យ៉ាងណាបើជីវិតកើតមកឈឺផ្សាឲ្យខ្ញុំត្រូវធ្វើយ៉ាងណាមិនដឹងត្រូវពឹងអ្នកណាមិនដឹងត្រូវបន្ទោសអ្នកណាទូយើងក្រំគ្រាចិនដាមានអ្នកណាជួយយើងឡើយណា Yeah I'm Khmer Uncle Rapper man haha